សូមគ្រប់នឹងជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះគឺក្រុមអ្នកសង្កេតការអាស៊ានដែលហៅកាត់ថា AOT នៅព្រឹកថ្ងៃទី13ថ្ងៃខែវិច្ឆិកាឆ្នាំ2025បន្ទាប់ពីបានចុះទៅជួបជាមួយនឹងបងប្អូនដែលជាអ្នករងរបួសនៅខាងមន្ទីរពេទ្យនៅឯស្រុកមង្គលបុរីហើយនោះឥឡូវនេះគឺបានបន្តមកដល់ទីតាំងនៅទីតាំងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាទីកន្លែងកាត់ហេតុកាលពីរសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញដែលយោធាថៃបានបើកការវាយប្រហារមកកាន់ពលរដ្ឋស្លូតត្រង់ស៊ីវិលរបស់កម្ពុជាដែលបណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន3រូបរងរបួសនិងម្នាក់បានបាត់បង់ជីវិតហើយថ្ងៃបន្ទាប់គឺថ្ងៃទី13នេះតែម្ដងនៅព្រឹកម៉ោងប្រមាណជាជិតម៉ោង11ព្រឹកនេះគឺវត្តមានរបស់ក្រុម AOT អ្នកសង្កេតការអាស៊ានដែលមានកិច្ចសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យរួមជាមួយនឹងកងកម្លាំងការពារជាតិរបស់កម្ពុជាបានបន្តមកដល់ទីតាំងពិនិត្យមើលជាក់ស្ដែងការចុះមកពិនិត្យមើលជាក់ស្ដែងនេះយើងដឹងហើយថាទូនាទីរបស់ក្រុមអ្នកសង្កេតការអាស៊ានដែលហៅកាត់ថា AOT គឺដើម្បីពិនិត្យឲ្យបានច្បាស់តាមដានឲ្យបានជាក់លាក់ថាតើការបើកការបាញ់ប្រហាររបស់កងយោធាថៃមកលើប្រជាជនស្លូតត្រង់កម្ពុជានៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាការពិតឬក៏យ៉ាងណាការមកដល់ពេលនេះគឺថាក្រុម AOT បានបន្តទៅចូលតាមកាន់ទីតាំងដែលកាត់ហេតុផ្ទាល់នៅទីតាំងនេះអញ្ចឹងគឺក្រុមការងាររបស់យើងគឺបានបន្តផ្ដិតយករូបភាពសកម្មភាពដើម្បីបញ្ជាក់ថាភ្លាមក្រោយកើតហេតុគឺនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះគឺក្រុម AOT មិននៅស្ងៀមនោះទេគឺតាំងពីព្រឹកមិញតាំងពីម៉ោង7ជាងគឺថាបានទៅដល់ទីតាំងដែលពិនិត្យមើលជួបផ្ទាល់ជាមួយនឹងបងប្អូនជនស៊ីវិលស្លូតត្រង់របស់កម្ពុជាយើងអ្នកភូមិព្រៃច័ន្ទដែលបានរងរបួសដោយការបាញ់ប្រហារដោយកក្លឿននិងកំរោលពីយោធាថៃបន្ទាប់ពីយើងដឹងហើយថាកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលមានលោក Donald Trump ជាប្រធានាធិបតីអាមេរិកជាសាក្សីជាមួយនឹងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីដោយសារតែមើលឃើញមានកិច្ចព្រមព្រៀងសន្តិភាពហើយនោះទៅប្រជាជននៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យជាពិសេសគឺភូមិព្រៃច័ន្ទហាក់បីដូចជាមានភាពរីករាយស្ងប់ស្ងាត់គឺពួកគាត់នៅបន្តរស់នៅភូមិឋាននិងទីកន្លែងនឹងជាធម្មតាប៉ុន្តែស្រាប់តែនៅថ្ងៃទី12រសៀលថ្ងៃទី12ម្សិលមិញនេះគឺកម្លាំងយោធារបស់ថៃដែលមានចិត្តចាស់ប៉ុនប៉ងជាយូរមកហើយម្ដងទៀតបង្កការធ្វើទុកបុកម្នេញការរំខានទៅដល់ការរស់នៅធានរហូតដល់ការប្រើប្រាស់អាវុធបាញ់មកលើប្រជាជនស្លូតត្រង់កម្ពុជាដែលនេះគឺជាទង្វើមួយដែលត្រូវបានកំណត់ថាជាទង្វើខុសទៅនឹងច្បាប់អន្តរជាតិច្បាប់មនុស្សធម៌ខុសទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញាសន្តិភាពតំបន់អាស៊ីអាគ្នេយ៍ផងដែរទស្សនិកជននេះគឺជារូបភាពផ្ទាល់ដែលក្រុមអ្នកសង្កេតការអាស៊ាន AOT បានបន្តពិនិត្យមកដល់ភូមិព្រៃច័ន្ទផ្ទាល់ហើយគណៈនេះប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទគឺដឹងហើយថាបានជំនះទៅកាន់មណ្ឌលសុវត្ថិភាពនៅខាងស្រុកអូ3ជាន់ខេត្តបន្ទាយមានជ័យការពីយប់មិញទាំងយប់ក្រោយពីមានការផ្ទុះអាវុធកើតមានឡើងអញ្ចឹងហើយគឺភូមិព្រៃច័ន្ទមិនមានប្រជាពលរដ្ឋបន្តស្នាក់នៅលំនៅឋានពួកគាត់ទៀតទេប៉ុន្តែគឺមានការដាក់កម្លាំងនៅប្រចាំការពារភូមិឋាននេះបើទោះបីជាមានការរាយបន្លាលួសប៉ុន្តែឃើញថាបងប្អូនដែលគាត់ចាក់ចេញពីនៅឋានរបស់គាត់នៅភូមិព្រៃច័ន្ទដែលទៅមណ្ឌលសុវត្ថិភាពនៅមានកងកម្លាំងការពារនោះយើងមើលឃើញបន្លាលួសនៅទីនោះដដែលស្ថានភាពទូទៅគឺកម្លាំងយោធារបស់កម្ពុជានៅបន្តការពារភូមិឋានមួយនេះបើទោះបីជាប្រជាពលរដ្ឋជាអ្នកភូមិត្រូវបានទៅកាន់ទីកន្លែងសុវត្ថិភាពការប្រយុទ្ធមិញហើយអញ្ចឹងពេលដែលចូលមកដល់គឺយើងឃើញមានតែក្រុមអ្នកសារព័ត៌មានក៏ដូចជាខាងកម្លាំង AOT ដែលជាអ្នកសង្កេតការអាស៊ានដែលដឹកនាំដោយសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជាដែលមានការដឹកនាំបន្តជាមួយនឹងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យឧត្តមអ៊ុំរាត្រីអញ្ចឹងឥឡូវនេះគឺក្រុម AOT បន្តមកដល់ទីតាំងនៅកន្លែងដែលមានការរាយបន្លាលួសកន្លងទៅហើយដូចបញ្ជាក់អញ្ចឹងគឺថាកន្លងជាច្រើនខែហើយបើទោះបីជាមានការដាក់បន្លាលួសការដាក់ពាត់ជាមួយនឹងកងរថយន្តគឺប្រជាពលរដ្ឋនៅទីនេះអត់ព្រមទៅណាទេបងប្អូនព្រោះគាត់ជាអ្នកភូមិជាម្ចាស់ទឹកម្ចាស់ដីជាអ្នកភូមិករដែលគាត់រស់នៅតចំនួនធ្វើស្រែចម្ការរាប់រយឆ្នាំមកហើយអញ្ចឹងហើយគឺគាត់សុខចិត្តក្រាញ់ននាលប៉ុន្តែដោយសារតែគ្រាប់កាំភ្លើងបានវិប្រហារមកលើជនស៊ីវិលស្លូតត្រង់រហូតឈានដល់ការបាត់បង់ជីវិតនិងរបួសហើយនេះគឺជាទង្វើដែលចាត់ទុកថាជាទង្វើកុំឃ្លើនកំរោល
ដែលច្បាប់មនុស្សធម៌អន្តរជាតិច្បាប់សង្គ្រាមមានការហាមឃាត់ជាដាច់ខាតទោះបីជាមានសង្គ្រាមនៅតំបន់ណាក៏ដោយគោលដៅដែលគេត្រូវបានហាមឃាត់ដូចជាមន្ទីរពេទ្យសាលារៀនហេដ្ឋារចនាសម្ព័ន្ធទីវត្តអារាមអាស្រមសាសនាហើយនឹងជាពិសេសគឺពលរដ្ឋស្លូតត្រង់នេះឯងដែលមិនមែនជាគោលដៅសម្រាប់កងកម្លាំងយោធាត្រូវប្រើប្រាស់អាវុធនោះទេប៉ុន្តែផ្ទុយទៅវិញយើងមើលឃើញថាយោធាថៃគឺព្យាយាមប្រើប្រាស់នៅគ្រប់មធ្យោបាយគ្រប់លេសគ្រប់រូបភាពទាំងអស់ដើម្បីឈានមកដល់ការវាយប្រហារមកលើប្រជាប្រដ្ឋកម្ពុជាស្លូតត្រង់ដែលមានទីលំនៅនៅភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទស្សនិកជនមានអ្វីអាប់ដេតបន្ថែមទៀតជាមួយទៅនឹងការចុះពិនិត្យផ្ទាល់ការចុះបដផ្ទាល់របស់របស់កម្លាំងអ្នកសង្កេតការអាស៊ាន AOT នៅព្រឹកថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះ BTV នឹងអាប់ដេតជូនបងប្អូនជាបន្តទៀត